ឈ្មោះ Phiran ជាយុវជនខ្មែរកម្ពុជាក្រៅហើយថ្ងៃនេះខ្ញុំសូមគោរពនិងជំរាបសួរដល់លោកគ្រូអ្នកគ្រូទាំងអស់ហើយនិងបងប្អូនយុវជនទាំងអស់ផងដែរហើយខ្ញុំមកថ្ងៃនេះគឺខ្ញុំមានសេចក្តីសូមរីករាយដែលបានមកចូលរួមនៅសង្កេតការនៅមង្គលព្រំដែនដែលរវាងប្រទេសកម្ពុជានិងប្រទេសយួននៅនៅខេត្តស្វាយរៀងនេះហើយជាលើកទី1ដែលខ្ញុំបានទៅចូលរួមសិក្ខាសាលាហើយក៏ដូចជាចូលរួមក្នុងពិធីនេះផងដែរហើយខ្ញុំគ្រាន់តែមកនេះខ្ញុំចង់លើកអំពីខ្លះអំពីបញ្ហាដែលបងប្អូនខ្មែរកម្ពុជាក្រោមនៅកម្ពុជាក្រោមក៏កំពុងតែមានទុក្ខលំបាកដូចជាការរៀនអក្សរសាស្ត្រខ្មែរក៏អត់មានការសិក្សារៀនសូត្រនៅកម្ពុជាក្រោមដែរដូចជាលោកគ្រូបានមានសិក្សាខាងដើមមុនចឹងតិចដែរហើយបញ្ហាវប្បធម៌ប្រពៃណីសាសនាផ្សេងគឺយើងនៅស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលយួនទាំងអស់ទោះបីយើងធ្វើអីក៏ដោយគឺយើងត្រូវតែសុំរដ្ឋាភិបាលយួនចឹងដូច្នេះយើងចង់ឲ្យកូនខ្មែរទាំងអស់គួរតែគិតពិចារណារឿងនេះបានច្រើនតិចព្រោះយើងឃើញថាឥឡូវនិគមយួនជនជាតិយួនមកនៅក្នុងស្រុកខ្មែរពេលនិយាយអក្សរខ្មែរគេប្រពៃពិធីសាសនាបែបជនជាតិយួននៅក្នុងប្រទេសខ្មែរដោយសេរីគេនិយាយចំគេនិយាយភាសាខ្មែរគឺគេអត់ខ្លាចខ្លាចទៅជាបរិបទខ្មែរប៉ុន្តែខ្មែរយើងវិញដែលនៅក្នុងទឹកដីកម្ពុជាក្រៅសូម្បីនិយាយពាក្យថាខ្មែរគាត់ហ៊ាននិយាយផងកម្រឬសូគាត់និយាយពាក្យថាខ្លួនគាត់ជាខ្មែរណាចឹងដូច្នេះយើងគួរមានចិត្តជឿជាក់ផងថាខ្ញុំជាខ្មែរកម្ពុជាក្រៅខ្ញុំនៅកម្ពុជាក្រៅខ្ញុំនិយាយពាក្យខ្មែរគេមកកេះខ្ញុំឲ្យថាកុំឲ្យនិយាយច្រើនពេកយ៉ាគេចាប់ព្រោះនិយាយពាក្យខ្មែរមួយម៉ាត់គឺដូចជាយើងនឹងកំពុងតែបំផុសផលទឹកចិត្តប្រជាពលរដ្ឋខ្មែរកម្ពុជាក្រៅឲ្យងើបឡើងតវ៉ានឹងរដ្ឋាភិបាលយួនចឹងដូច្នេះគេអត់ចង់ឲ្យយើងនិយាយទេឥឡូវតាំងពីពាក្យជ័យយោគេអត់ឲ្យនិយាយដែរព្រោះថាយើងស្រែកពាក្យជ័យយោចាំដូចជាដាក់ទឿនកម្លាំងប្រជាពលរដ្ឋខ្មែរពុទ្ធបរិស័ទខ្មែរនៅតាមចំណោះជើងវត្តឲ្យមានកម្លាំងចិត្តដើម្បីតស៊ូចឹងឥឡូវវាហាមឃាត់ទៀតឲ្យតែផ្សងឬក៏អ្នកណាក៏ដោយតែហ៊ានស្រែកពាក្យហ្នឹងគឺវាហៅទៅសួរចម្លើយដូចជាថ្មីនេះយើងឃើញគាត់តែប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមដែលមកនៅទឹកដីខ្មែរយើងមានបំណងចង់ទៅធ្វើកក្រិននៅកម្ពុជាក្រោមគាត់ទៅយើងបានប្រាប់ទៅរដ្ឋាភិបាលអាជ្ញាធរយួនមុនគឺគេចាប់ដកហូតសម្ភារៈទាំងអស់គេថាយើងហ្នឹងទៅដើម្បីបំផុសផលប្រជាពលរដ្ឋឲ្យឡើងតស៊ូជាមួយនឹងរដ្ឋាភិបាលយួនឃើញទេឥឡូវគេរដ្ឋបတ်យើងនៅថ្នាក់ហ្នឹងហើយឥឡូវក្នុងទឹកដីកម្ពុជាទឹកដីក្នុងកម្ពុជាយើងកណ្ដាលតែម្ដងយើងមើលឃើញនៅគ្រប់ខេត្តក្រុងនៅគ្រប់បណ្ដាលខេត្តខ្ញុំឃើញសិតតែយួនច្រើនមែនតើខ្ញុំមិននិយាយខ្ញុំចុះទៅខេត្តណាក៏លឺតែយួនដែរខ្លែងណាក៏យួនដែរហើយខ្មែរយើងប៉ូលីសប្រជាពលរដ្ឋខ្មែរកាហ្វេខ្មែរហាងបាយខ្មែរអត់ចូលស៊ីទេនិយាយស៊ីយ៉ាងតែមកដល់គាត់ស្ដាប់តិចគាត់អត់ចូលទេគាត់ចូលតែយួនទេកន្លែងណាមានយួនគាត់ចូលទៅហើយយួនគេចូលទៅគេប៉ូលីសស៊ីកាទៀវស៊ីមួយចានអង្គុយតែមកបណ្ដោះក៏អត់ដេញដែរសម្រាប់ខ្មែរយើងវិញតែអង្គុយ2ម៉ោងហើយមានអារម្មណ៍ធុញអញ្ចឹងបាននេះប៉ូលីសខ្មែរផ្សេងគឺគេអត់ចូលចិត្តទៅកន្លែងខ្មែរគេចូលចិត្តទៅកន្លែងយួនអញ្ចឹងជាចំណុចមួយដែលធ្វើឲ្យធ្វើគេតាក់ទាញនៃកម្លាំងរបស់យួនកម្លាំងខ្មែរយើងប៉ូលីសខ្មែរហ្នឹងឲ្យស្រឡាញ់យួនច្រើនស្រឡាញ់យួនច្រើនទៅស្អប់ខ្មែរយើងធ្វើអីក៏ខុសខ្មែរយើងធ្វើអីក៏ខុសនេះជាចំណុចមួយដែលយើងគួរក្តៅកគុកដែលយើងកំពុងតែព្រួយបារម្ភផងដែរហើយបញ្ហាគ្រូបង្រៀនផងដែរខ្ញុំសូមនិយាយដល់លោកគ្រូតិចនៅតាមគ្រូបង្រៀននៅវិទ្យាល័យរបស់ភ្នំខ្ញុំផ្ទាល់មានគ្រូម្នាក់ឈ្មោះគ្រូហេងខ្ញុំនិយាយឈ្មោះចឹងហ្មងគាត់គ្រូគណិតវិទ្យាប៉ុន្តែគាត់អត់ដែរដកបទពិសោធន៍របស់មេរៀនក្នុងសាស្ត្រខ្មែរមកបរៀននេះគាត់ច្រើនតែកន្លែងពីគណិតវិទ្យារបស់យួនមកបរៀនកូនសិស្សហើយដល់ពេលខ្ញុំទៅមើលសភៅរបស់គាត់ហ្នឹងគឺសភៅហ្នឹងសរសេរភាសាយួនសុទ្ធមួយក្បាលប៉ុណ្ណាហើយសភៅចាស់ហើយខ្ញុំសួរថាខែហ្នឹងបានលោកគ្រូអត់ព្រមដកពីបារាំងពេលមករៀនគាត់ថាគណិតវិទ្យាយួនខ្លាំងខ្មែរយើងត្រូវតែរៀនទៅហើយនៅពេលប៉ុនសម្ដេចព្រះមហាក្សត្រប្រហែលឆ្នាំមុនខ្ញុំកោសក់គាត់សួរថាដែរកោសក់ស្ដេចម៉ែឲ្យឯងគាត់សួរខ្ញុំចឹងបងគាត់សួរខ្ញុំចឹងខ្ញុំមានអារម្មណ៍ឈឺចាប់ហើយខ្ញុំខឹងទៀតហើយដល់ពេលក្រោយមកទៀតគ្រូនឹងដដែលគាត់និយាយមកឌឺដងខ្ញុំដឹងតែពេលខ្ញុំចេញមកក្នុងឱកាសខុសសារបោះឆ្នោតរបស់គណៈបកគឺខ្ញុំចូលរួមសកម្មភាពយ៉ាងខ្លាំងក្លាក្នុងការប្រព័ន្ធយុវជននៅក្នុងសាលាក៏ដូចជាយុវជនទូទៅខ្ញុំចូលរួមហើយលោកគ្រូគាត់តាក់តិចហើយខំប្រឹងចូលឲ្យច្រើនតិចដែរទៅចូលច្រើនតិចឆ្នាំនេះប្រឡងធ្លាក់កាត់ក្បាលចោលដល់ឥឡូវខ្ញុំប្រឡងចូលក៏អត់កាត់ក្បាលចោលទេខ្ញុំថាគាត់ជាយកតាមសម្ដីរបស់រដ្ឋាភិបាលកម្ពុជាមកនិយាយដែរឥឡូវគាត់គេឥឡូវឃើញគាត់ស្ងាត់តិចដោយសារថាឃើញយុវជន